ជំរាបសួរគ្រូខ្ញុំឈ្មោះវណ្ណផាថ្ងៃនេះខ្ញុំធ្វើវីដេអូ record ពីកិច្ចការដែលគ្រូបានដាក់ឲ្យបន្តមកទៀតខ្ញុំធ្វើការconnect ទៅកាន់ ASX Windows PowerShell ដោយវាយ ping 8 ចុច ចុច 8 បន្តទៀតខ្ញុំធ្វើការ ASX 1 add 192.168 ចុច 1.8 enter password ជាដំបូងយើងធ្វើការសូរ username ហើយសូរ username ខ្ញុំប្រើ command who am I ទី2ធ្វើការឲ្យបាន3ហើយខ្ញុំប្រើ ls alhas pi head 13ចាប់យក3ហើយ enter មកដល់ទី3ធ្វើការបង្កើត file ខ្ញុំប្រើnano my file.txt enter តាមខ្ញុំធ្វើការ copy តែម្ដងដើម្បីចាកចេញយើងប្រើ Ctrl X បន្ទាប់មកចុច Ctrl Y enter បន្តមកទៀតខ្ញុំធ្វើការចាប់យក my file.txt ខ្ញុំប្រើ cat my file.txt enter cat my file.txt pi head 13 3ហើយ